បាទសួស្តីអ្នកគ្នាអញ្ចឹងគ្នាយើងបានមើលមេរៀនចប់ហើយមេរៀនទី1យើងបានរៀនពីសួស្តីនេះហៅហ្នឹងស្គមថាគ្នាយើងរៀនបានមេរៀនទី1ចេះបានទី1យើងរៀនពីសួស្តីសុំទោសហើយនឹងពេលដែលគេនិយាយពាក្យសុំទោសមកយើងនិយាយពីថាមីគ្រាន់ស៊ីឥឡូវថ្ងៃនេះយើងចូលមកដល់មេរៀនទី2 HSK 1ដដែលសភៅមេរៀនទី2ណាអញ្ចឹងមេរៀនទី2ថ្ងៃនេះគឺយើងរៀនពីអីយើងរៀនពីពាក្យថាមកយើងរៀនពីសៀកសៀកនេះសៀកសៀកនេះនិយាយពីពាក្យថាអរគុណអញ្ចឹងគ្នាយើងអូយ៉ូអីហ្នឹងគឺយើងអាចចាក់ស្ដាប់ខ្លួនឯងនៅខាងលើដែលមានជា MP3 ហ្នឹង MP3 ហ្នឹងបានន័យថាវាតាក់ទងជាមួយនៅក្នុងសភៅគឺជនបរទេសគេអានឲ្យស្ដាប់ណាអញ្ចឹងគ្នាយើងអានមួយហើយយល់ល្អព្រីនសភៅមកណាសភៅគឺនៅលើមានអញ្ចឹងយើងព្រីនចេញមកដើម្បីបែបហ្នឹងជាវីដេអូដែលเราសើព្រីនដូចខាងមុខហ្នឹងមិញគឺមាន HSK1 HSK2 និង HSK3 គ្រប់វីដេអូមេរៀនបែបហ្នឹងតម្លៃតែ$10ទេមកចប់សភៅណា Telegram ចាំเราសើដាក់លេខនៅខាងក្រោមហើយនឹងដាក់ QR code Telegram ទៀតអាច scan មកបានណាងាយស្រួលក្នុងការអានណាក្នុងការអានក្នុងការកត់ចំណាំក្នុងការរៀនណាចឹងសម្រាប់សភៅ ASK សម្រាប់ថ្នាក់មូលដ្ឋានឬថ្នាក់អ្នកអត់ចេះនេះដំបូងនេះមេរៀនទី1មេរៀនទី2អាចតែរៀងសួរដល់រៀងសួរណាប៉ុន្តែមេរៀនជ្រៅទៅយើងចាប់ដែរហើយណាហើយមួយទៀតខ្ញុំនឹងអាចថានៅក្នុងក្រុមនេះគ្នាយើងអ្នកខ្លះយើងសួរយើងរហូតគឺយើងផាច់ជាមួយខែចប់ហើយបន្ទាប់មកយើងអាចចូលដល់ HSK 2បានន័យថាចប់សភៅ ASK មកកម្រិត1ហើយចូលដល់កម្រិត2មេរៀនយើងផលនៅក្នុងក្រុមនឹងដែរទេណាអ្នកនរគ្នាអាចតាមដានហើយយើងរៀនតម្លៃសេវាហ្នឹងគឺតែ$3ហ្នឹងគឺវាថាធូរថ្លៃឬថាថោកក៏បានដែរនៅគ្នាយើងអាចបន្តទៀតបានណាហ្នឹងអញ្ចឹងអូខេឥឡូវយើង start មេរៀនតែម្ដងមកឥឡូវយើងចាប់ផ្ដើមមេរៀនទី2ណាទីខណាទីខមកឥឡូវយើងទៅសេទាំងអស់គ្នានៅក្នុងនេះមកយើងមើលមកអញ្ចឹងយើងដាក់ថាទីអូខេទីខយ៉ាទីខទីខគឺជាហ្នឹងក្នុងការសរសេរអញ្ចឹងគ្នាយើង focus បើគ្នាយើង focus ក្នុងការសរសេរក៏បានដែរគឺសរសេរដៃយើងរៀនហាត់សរសេរមួយសិនទៅប៉ុន្តែបើរៀនជា online បែបនេះលោកសើផ្ដល់ជាយោបល់ឲ្យគ្នាយើងអាចរៀនសរសេរតាមកុំព្យូទ័រឬក៏ typing តាមទូរស័ព្ទដៃមើលវីដេអូលោកសើនៅលើហ្នឹងមានហើយអញ្ចឹងអ្នកដែលរៀនដំបូងលោកសើសុំឲ្យគ្នាយើងទៅមើលស្រៈព្យញ្ជនៈមេរៀននៅខាងលើហ្នឹងមានដូចជា4មេរៀនមានស្រៈព្យញ្ជនៈរបៀបប្រកបហើយនឹងមួយទៀតគឺតឡើង keyboard តឡើងក្តារចុចលើទូរស័ព្ទឬក៏កុំព្យូទ័រគ្នាយើងទៅរៀនតែខាងលើឲ្យចប់ហើយចាំយើងចូលមេរៀនទី1ចូលមេរៀនទី2ហើយអាសភៅខាងលើមានសភៅលំហាត់នៅលើបំផុតយើង scroll លើបំផុតមានសភៅលំហាត់ហើយនឹងមានសភៅពុំអញ្ចឹងយើងអាចព្រីនចេញទាំងពីរមកដើម្បីរៀនហើយបើមានចម្ងល់ចាំសួរឆាតមក personal answer តែម្ដងមកណាគឺសួរតាម personal តែម្ដងមកណាសួរមកផ្ទាល់ Telegram ផ្ទាល់សើមកណាអូខេបើមានចម្ងល់អីបាទតោះឥឡូវយើងចូលមេរៀនទី2ទីខណាទីខនេះគឺមេរៀនទី2ណាទីខសិស្សនេះអរគុណអ្នកណាបាទមកឥឡូវយើងចូលមកមេរៀនរបស់គ្នាមកមេរៀនយើងមើលបងប្អូនគ្នាគឺទី1ហ្នឹងនេះយើងមើល D អញ្ចឹងបាននៅក្នុង K1E មេរៀនទី1សៀកនេះអញ្ចឹងយើងមើល hook D នេះគឺ021មេរៀនទី2 021អញ្ចឹងយើងទៅមើលក្នុងឆាតទៅរកពីលើមកវិញយើងអាចចាក់ស្ដាប់បានយើងទៅរកលេខ HSK1 ហ្នឹងគឺខ្ញុំសរសេរដើម្បីចំណាំថាវាសភៅ HSK1 អញ្ចឹងគ្នាយើងអាចទៅរក ASK1 រកពាក្យ021នេះ021នេះថតហ្នឹងទៅយើងនឹងមេរៀនហ្នឹងហើយចុច play មកហើយចុចចាក់ស្ដាប់មកអញ្ចឹងវានឹងអាននេះអត្ថបទមកឲ្យយើងហើយនេះអានអត្ថបទហ្នឹងមួយហើយនឹងអានកន្លែង new word នេះណាកន្លែងពាក្យថ្មីហ្នឹងឲ្យគ្នាយើងណាអូខេអាហ្នឹងក្នុងការរបៀបប្រើប្រាស់ MP3 នៅលើអូខេ audio ណាតោះឥឡូវเราសើអានឲ្យស្ដាប់ហើយចាំเราសើចាក់ស្ដាប់ឲ្យគ្នាស្ដាប់ដែរណាពីទូរស័ព្ទเราសើទៅអូខេមកឥឡូវយើងមើលពាក្យទី1គេហៅថាសៀអញ្ចឹងបានន័យថានៅពេលដែលអក្សរ2ដូចគ្នានៅក្នុងភាសាចិនណាអក្សរ2ដូចគ្នាអក្សរទី1គេអានមានសលេងអក្សរទី2គឺអានអត់សលេងអញ្ចឹងនៅពេលដែលយើងឃើញអក្សរដែលអត់មានសំឡេងយើងអានខ្លីហើយស្រាលអានខ្លីស្រាលណាយើងអានថាសៀយ៉ាងអក្សរសៀទី2អានខ្លីបានហើយសៀបានន័យថាអរគុណណាមកពេលដល់
Bú xịa, bú nó bỏ đầm mẩn, nắp xịa, ở còn những bú xịa mà này ra bạch ở con tề, nắp bạch chăm ở con tề, rồi có mẩn ấy tề những ảnh bỏ bà nắp bú xịa. Mà lấy dương mà mơ nhu vợt ní mơ nhu vợt cái này ní ná nhu vợt xịa nó bỏ ra ở con nó về dương trong ở con cái gì ta xịa ở con mà phụ phụ ní bỏ ra mình nó cứ chia pro dụ bạn để sai về dương trong mình chọn vừa vậy mỗi đã phụ nó là một cái giả sạp tới từ bạn để sai thăm mình vừa được đằng này nó phụ ở cái phụ nó cứ mình ta lấy là sẽ trả sạp nó trả sạp mà lấy dương snap nó nghĩa từ lừa nhiệt dương từ hồ bự mất này hay dương khơi nhìn giống như ở anh ấy không vợp xài bên đấy đó sao thực sự là khi từ hồ vợp xài nhảy nhái chứ nó sẽ bán download hào vậy bán download ta chụp rụng hào vậy dương từ rồi đặc biệt ta xôn pi mùi nó bà này nó thẳng lửa âm MP3 ta lấy snap kéo download đầu tiên download hào vậy đó chậm thế 第二课，谢谢你。 Lesson 2. Thank you. 课文一， Text 1. 谢谢不谢， New words. 谢谢不 ok chắc là sẽ pliên khi dân phân năng đó mình chuẩn bị khỏi tới khi dân thì chặt tập này nó là sẽ là snap này khi dân thì chặt tập này ok mà lấy dân bướng mày riêng ở khởi vấn ít dân ok mà lấy dân đó khởi vấn ở text tool giống như tôi rồi lại đi chặt đắp âm MP3 từ mới lên son pí pí nít từ chặt làm này nè lấy là sẽ nói xia xia này xia xia này nhưng bọn ta o cồn nè xia ní o cồn ní cứ nè nhá xia này o cồn nè nè xia này o cồn nè bú khơ chi nè bú khơ chi lấy đi pi bú khơ chi nhá số bú ní bà hàng nói bên kia sẽ lấy đi bốn nhưng anh đây sẽ lấy đi pi về anh là ổn vậy bú khơ chi bú khơ chi bạn đây ta mặt bạch của sòng tề nè bú khơ chi mình bạch của sòng tề mà giống như mơ biệt mấy cứ nhu vợt nó cứ bú khởi chỉ mình bạch của sòng tề cứ dọa về khám nó bú khởi chỉ giống mê riêng tí phí tôi chả sợ ấy thế nó bị những xà lê là sao ta cũng rất là bồn nhưng chả bị sụp đây ở quân sông tông ấy những tờ biệt đại dương riêng tầm bồn nát dương đại dương chẳng ok mà bắt đầu máu mê riêng khởi vấn sáng thịt sĩ cứ dương riêng bị thá chai chiền bây giờ gụt bài ghế nát gụt bài cái dương phải bị thá chai chiền nát chưa ai trái ai sẽ ai vẫn chưa ai trái lấy bọn ăn chai chỉ yên chiến lấy bị bọn ăn là chiền vẫn chai chiền nó cứ goodbye là chủ biệt lia ok chai chiền cứ goodbye nát chủ biệt lia nhu vớ được hiện tại thế chai chiền goodbye hỏi chia dưới từ chặt đọc này đã bao giờ chọn án hỏi tổng chấn cái snap là chuẩn chít chấn cứ dân từ mở âm MP3 zone bị 7 để check là thằng lớn trong group miền nào đó ta chạy triển mà bắt đầu máu pi son từนี้nó không ASK mỗi cứ son từนี้nó cứ miền 77 nó miền 7 text 1 text 2 text 3 khởi bản ý khởi bản ở khởi bản sàn miền 7 text nó miền 7 son từนี้bắt đầu máu tiết kê nâng chỗ đó điền này hàn ủy phi anh ấy còn miền này nó zone pi buồn hay dân được chạm đậm của ấy mừng chẳng thế តាក់ទងជាមួយនឹងស្រាក់ភ្ជាប់ចំណែករបៀបប្រកបនេះlà sựអត់ detail នេះទេដោយសារវីដេអូយើងបានបង្ហោះហើយនៅខាងលើរបៀបស្រាក់ភ្ជាប់ចំណែកហើយនៅរបៀបប្រកបអញ្ចឹងកន្លែងនេះlà sựនឹងបន្លងចោលអញ្ចឹងគ្នាយើងស្នើសុំឲ្យគ្នាយើងមុននឹងចូលសៀវភៅមេរៀនទី1មេរៀនទី2សូមទៅមើលស្រាក់ភ្ជាប់ចំណែកឲ្យច្បាស់សិនចាំមករៀនណាចាំមករៀនដោយសារវីដេអូបានផុសហើយហ្នឹងអញ្ចឹងនៅក្នុងមេរៀនចូលសៀវភៅតែម្ដងគឺlà sựអត់បរិយាដងទៀតទេទៅលើស្រាក់ហើយនឹងភ្ជាប់ចំណែកណាដោយសារវីដេអូខាងលើរៀនហើយអញ្ចឹងនៅពេលដែលយើងមើលស្រាក់ភ្ជាប់ចំណែកឬក៏របៀបប្រកបកន្លែងណាអត់យល់ឆាតមកផ្ទាល់ខ្លួន Telegram ផ្ទាល់ខ្លួនសួរបានណាអូខេគ្នាយើងមកបន្ទាប់មកយើងមើលកន្លែងអានកន្លែងនេះ khăn thú phiền là tú ok
Chẳng cái lại này có cái miền A là đọc đây ở khơi miền cái lại miền đi ban này tha cái lại nó cứ miền A là đọc hay dưỡng A bạn đó chặt ok ta lấy là sơ A này mới lịch bày những cái A là mấy EN những cái những cái sơ an sáng lịch mối đó san nó bày á san ok ở bên cái loạn đá để so S này ở bên S ở loạn đá để san đó อันนี้พนมนี่เปลี่ยนนี่พนมเนี่ยคือยังเผยไปตาเซอร์อานซานกลอนดาติซานเอสเอเนี่ยซานพนมหมอนี่จงนี่คือเมาจวนจางนะเชื่อองจงเหลยมวยอะไรจงนะหมอโซไว้ยังไงล่ะ e a n นี่อันชี้อันอ่านยังยังบอกว่า e อ่างยางเหลยที่พี่อันนั้นอย่างนะ mà anh ấy lịch sồn á lịch sồn dương an đó ai ghé lờ in ai anh chỉ dương an nó sẽ in những lờ in lính lính thì anh là lính mà hồ mà này anh ta chờ si anh là chờ ai những chờ ai trái lệ bữa anh là chạy lệ bữa sẽ có cho khóm chạy nè sơ âu số lệ thì bây anh là sổ nó từ đại diện sổ đại อันนี้ชงอีองชงอันนี้นะชงนั่นคือขลาดหม่มนะชงขลาดหม่มนะชงยาชงขลาดหม่มอันนี้อันนั้นอื่นนั่นปอกนะอื่นปอกซิงนั่นคือกายหรือเมฆนะหายซิงนะซิงเลยมวยถนอมเลยมวยยังถนอมสมาโดยหยาบอย่างซิงนะมามวยยัดหยวนหมดสวยอันนี้นะยังยืนตัวมือพิงเองอันนี้นี่เป็นหยวนนะ UAN cái này nó cứ sẽ y một số đề và nói về việc xong cho mỗi lần y ní việc đồ lên tới chia y nó là y một số này nó chắc là ta duyên nó cứ lưới dọn trần nó duyên mà ní anh rửa những EN ní anh những rửa anh rửa lên thì bị anh rửa nó mò nụ nó rửa nó mò nụ ok mà ní UAN อันอ่อนยังเชื่ออ่อนชวนเลยพยานชวนนะมาอันนี้ UANG อันอ่อนสะอ่อนยัง associate อันเชื่อยังเชื่ออ่อนชวนเลยพยานชวนนี่แกรนะแกรอันไหนชวนดุอันนี้ยังอันชวนอันนี้อันชวนนะของนี้อันนี้ยังประกอบไปนะเหมือนประกอบเชอร์อีชีนะเหมือนสระอีเด CHI นั่นคือจีสระเป็นตัวคะแนนยังเติมเบอร์จีบ้านในขนมพิจิงนะเสือนะลายประกอบสระยังคะแนนยังเราเสือขนมปอยขนมบอที่คือเติมอ่านสระเรียนจนเนี้ยประกอบมาจากบ้านนะบางยังสูเรียนตามบิดโอเมโจเมเรียนโจสเพลตามมาเสือมันสูนะยังอันนี้จีสระเป็นตัว CHI คือยังอัดประกอบเชอร์อีชีนะเหมือนชีเดยังคือยังอ่านแต่ช่วงนี้ CAD นะยังอ่านตาเชอร์เลยที่มวยเชอร์นั่นคือหยำนะเชอร์หยำหมอกได้ก็ได้ยังอ่านตาเรือเนี่ยเรือเลยที่บ้วนเรือได้โอเคได้อันนั้นคือยังอ่านแต่หอสะเมื่อยังอ่านไปเจียโซเจนมาsạc lịch 7 sạc núng chống ok mà mà đọc tiết san trông giảng lính chạy sổ rộng uyển xin yuan rợn choạng chơ rự ok nó không cả những dân mỗi hay bà tập ở sở bạc thế chứ khi dương cái chạm tập một này nó chạm tập âm bị xử lý miền được hàng lượng hỏi nè mà ở lấy dương bằng to tiết từ mười biện đã đi chạm tập bàn được nhé dương ai tới chạm tập nè chạm tập bàn mê riêng tí môi mê riêng tí phí kì rồi sao dương riêng cái việc sản phẩm này ở cái sở nè những khi dương đã chạy tí nói khi dương chỉ dương mười độ tiết là bởi chạy cả là tốt หรือก็ในยังตัวมือพิมพ์นะจะปิดนะภาษานี่คือขนาดสำหรับเนี่ยอาจจะสอบปีตะโบเติร์ดเติร์ติดยึดจอมมวยจั่วปีtới hiện dậpติดเติร์นะบทดอกใบhiện dậpสิ่งนั้นติดยังพายเจริญเสือพอโตหล่อโหดเมเรียนเลยเรียนโหดดอก HSK ประมวยเนาะในขนมกระดุมนะเพราะเราจะปุ่มเบอร์ท่าทั่วไม่ภาษาได้คลายแต่ทอดอยู่tới เวีย dập bảy chạyนะเนี่ยมาคอยนะ
វីដេអូមើលពងកាត់អញ្ចឹងលោកសើអាចផុសទី1 ASK 1ចប់យើងចូល ASK 2វីដេអូបន្តគ្នាទៀតណាអូខេហើយវីដេអូនេះគឺលោកសើខំបញ្យល់មួយហើយ detail ហើយសភៅមួយមេរៀនមានប៉ុន្មានលោកសើរៀនឲ្យទាំងអស់អញ្ចឹងគ្នាយើងជួយមើលហើយរៀនកត់ដំណាំផងណាតាអញ្ចឹងយើងមើលទី1ពាក្យថាពីងសៀងពើអ៊ីនពីងស៊ីយ៉ាងសៀងពីងសៀងលេខទី1ខ្នងនឹង2ពីងសៀងគឺទូតកកណាពីងសៀងទូតកកណាជីតើអានតានលេខទី4ស្គាល់ចុះតាន់ជីតាន់បងមន់ណាអានេះសឺនេះអញ្ចឹងអា SI នេះគឺមិនមែនអាន C ទេណាអត់ប្រកបទេកន្លែងហ្នឹងអញ្ចឹងយើងអានតែស្រៈ S ទេគឺភ្ជញ្ជនៈ S ទេសឺណាលេខទី1ដល់2សឺជីហ្នឹងគឺតកងឡានណាសឺជីតកងឡានមកបាល់ទាត់ជើអ៊ូជូលេខទី2អានថាជូអាយូនេះគឺស្រៈអ៊ីវអញ្ចឹងឈីអ៊ីវឈៀវលេខទី2អានឈៀវអញ្ចឹងជូឈៀវបាល់ទាត់ណាមកមួយទៀត GEG លេខទី1អានថា G ឈើអាងឆាងលេខទី3អានថាឆា G ឆាងប្រលានយន្តហោះណា G ឆាងប្រលានយន្តហោះតាកន្លែងនេះយើងអានភើអាផាលេខទី2អានថាផាឈើអានសានលេខទី1អានថាសានផាសានហ្នឹងគឺឡើងភ្នំណាផាសានឡើងភ្នំមកនេះយើងអានថាឈើអូសូលេខទី3អានថាសូពយ៉ាវពាវនេះស្រៈ L I A O នេះស្រៈ L អញ្ចឹងពយ៉ាវពាវលេខទី3ណាពាវប៉ុន្តែនៅពេលដែលសលេងអក្សរពាក្យហ្នឹងវាមានសលេងទី3ទាំងពីរនៅក្នុង rule គេច្បាប់គេកំណត់នៃ pinyin គឺឲ្យអានអានេះទៅជាសំឡេងទី2អញ្ចឹងយើងអានថាសូពាវណានាឡិកាដៃអូខេមកអានេះសៀងសងលេខទី2អានថាសងមើអៅម៉ៅលេខទី1អានថាម៉ៅសងម៉ៅហ្នឹងគឺ panda ខ្លាឃ្មុំ panda ណាអាចចាក់ស្ដាប់បណ្ដាញបានណាអូខេមកបន្ទាប់ទៀតយើងដល់ការធ្វើសំឡេង neutral tone គេហៅថា pinyin ដែលអត់មានសំឡេងណា pinyin ដែលអត់មានសំឡេងអញ្ចឹងបានន័យថាគេនិយាយថា除汉语中除了四声以外还有一个读得又短又轻的声调叫做轻声អញ្ចឹងគេប្រាប់ថានៅក្នុងភាសាចិនយើងរៀនហើយណាមាន4ណាសំឡេងមាន4ប៉ុន្តែគេថាក្រៅពី4ហ្នឹងមានសំឡេងមួយទៀតគេហៅថាសំឡេងទី5គឺវាអត់មានសំឡេង pinyin ដែលអត់សំឡេងយើងអានខ្លីហើយស្រាប់ short and light អង់គ្លេសវានិយាយថា short and light បានន័យថាយើងអានខ្លីហើយស្រាលអញ្ចឹងគឺសំឡេងទី5បានន័យថាអត់មានសំឡេងវាដូចអក្សរម៉ាអញ្ចឹងទី1យើងអានសំឡេងទី1មើអាម៉ាសំឡេងទី1អានម៉ាពេលដល់អត់សំឡេងគឺម៉ាអត់សំឡេងនឹងអានខ្លីហើយស្រាលណាម៉ាអូខេអានេះជាអញ្ចឹងអក្សរពីរដូចនេះអានេះយើងអត់អានសំឡេងអានលឺបន្តិចបានអត់សំឡេងហ្នឹងណាជាអូខេនេះគឺណាយលោកយាយណាអានេះម៉ាយាលោកតាណាយលោកយាយប៉ាគឺប៉ាអូខេអញ្ចឹងគ្នាយើងបើសើចេះគ្នាយើងទៅតឡើង keyboard មកទូរស័ព្ទឲ្យហើយណាពេលយើងរៀនបដាយើងអាចយកទូរស័ព្ទមកចុចទៅ typing ណា typing ហ្នឹងដើម្បីចំណាំដៃពេលដែលយើងវាយអក្សរច្រើនយើងចំណាំដៃចំណាំ pinyin ហើយនឹងអានបានណាអញ្ចឹងយើងរៀន typing ទៅបើយើងអត់ទៅសៀតដៃតោះមកសៀតដៃណាមកយើងរៀនអានមួយទៀតតាក់ទងជាមួយនឹងពាក្យនេះអត់មានសំឡេងនេះអញ្ចឹងណាហើយយើងរូបឌីសនេះយើងអាចទៅចាក់ស្ដាប់បានគឺទៅរកនៅក្នុងក្រុមរបស់យើងគឺ027ណាមេអត្ថន័យ02បានមេរៀនទី2ចំណុចទី7ណាយើងអាចទៅមើលនៅក្នុងក្រុមបានមកអញ្ចឹងเราsẽអានឲ្យស្ដាប់ជួជើអានថាជើអជួ UO នេះអានស្អអញ្ចឹងជើអជួសិតអាយយើងអត់ប្រកបជើ EG ណាយ៉ាត់ច្រឡំអញ្ចឹងអាហ្នឹងវាជាស្រៈពេញតួយើងអានតែអក្សរសិតទេអត់ប្រកបទេឡើយហ្នឹងណាអញ្ចឹងយើងអានថាជួជើហ្វានជើអ៊ីជើលេខទី3តម្លាក់ឲ្យឡើងវិញអ៊ីជើ
លេខទី4ស្គាល់ទៅផងគួយជាណាមកថាមិន人ទៅលេខទី2អូ人我们弟弟衣服儿子喜欢认识先生朋友晚上漂亮អញ្ចឹងនៅក្នុងមេរៀនទី1ទី2នេះគេឲ្យយើងដាក់ឲ្យយើងអានឲ្យច្រើនឲ្យយើងដឹងពីរបៀបក្នុងការអានភាសាចិនឲ្យយើងអានទៅឲ្យដូចចិនអញ្ចឹងលោកសិស្សសង្ឃឹមថាគ្នាយើងចាក់ទៀតហើយរៀនអានតាមមួយដោយសារតែ MP3 អាកន្លែងនេះបានផ្ញើឲ្យអស់ហើយអញ្ចឹងខំប្រឹងមែនតើរៀនចិនណាវាអក្សររូបភាពអញ្ចឹងវារៀងយ៉ាប់តិចយើងត្រូវចំណាំវាមួយអាភិញអ៊ីនេះវាគ្រាន់តែជាជំនួយមួយទេណាប៉ុន្តែយើងមែនតើគឺយើងប្រើអក្សរចិននេះពេលដែលយើង typing ឆាតជាមួយគេវាយអក្សរគឺវាអត់មានទេវាលេខអត់មានភិញអ៊ីនេះទេណាអាគ្រាន់តែជាចំណាំដើម្បីងាយស្រួលក្នុងការអានឲ្យជនបរទេសស្រួលរៀនទេណាអូខេអញ្ចឹងយើងទៅព្យាយាមអានឲ្យត្រូវសលេងទិញឲ្យចាំឲ្យបានច្រើនដងណាចាក់ស្ដាប់បើយើងអត់ច្បាស់អូខេមកឥឡូវយើងដល់មួយទៀតតកតងជាមួយនឹងការដាក់សំឡេងរបៀបការដាក់សំឡេងហ្នឹងលោកសឿក៏បានផ្ញើឲ្យគ្នាយើងហើយហើយណាក្នុងការរៀនអញ្ចឹងបានន័យថាគេប្រាប់ថាក្នុងការដាក់សំឡេងគឺយើងដាក់ទៅលើស្រៈចំនួន6គេហៅស្រៈគោលលោកសឿព្រាតក្នុងមេរៀនលើគេហៅថាស្រៈគោលមាន a o i u y មាន6ណា a o i u y មាន6ស្រៈអាហ្នឹងស្រៈមូលដ្ឋានគ្រឹះអញ្ចឹងពេលដែលយើងដាក់សំឡេងគឺដាក់លើស្រៈ6ហ្នឹងហើយយើងត្រូវដាក់តាមលំដាប់លំដោយណាចូលរំបាត់តិចតាអញ្ចឹងយើងដាក់តាមលំដាប់ដោយដាក់ដូចថា a យើងដាក់មុនគេអញ្ចឹងបើសលេងនៅក្នុង PE ហ្នឹងឲ្យតែឃើញ a មិនខ្វល់ a នៅណាមុខក្រោយឆ្វេងតាមអត់ខ្វល់ទេឃើញ a ដាក់សលេងលើ a មុនគេបន្ទាប់មកយើងដាក់លើ o ណា o ដាក់លើ o ជំរើសទី2ជំរើសទី3 e នេះជំរើសទី4 u នេះជំរើសទី5 y នេះជំរើសចុងក្រោយអញ្ចឹងយើងមើលសិនណាឥឡូវយើងមកមើលឧទាហរណ៍មើលខាងក្រោមយើងមើលនេះ学校អញ្ចឹងវាមាននេះវាមាន 拼音 2សំពីអក្សរនេះ x u e អញ្ចឹងណាឃើញណាអញ្ចឹងគេដាក់លើសំឡេងលើ e នេះដោយសារអីនេះយើងមើល a o អញ្ចឹងអក្សរ o នេះវានៅពីមុខអីគេពីមុខ u នេះអញ្ចឹងបានន័យថាយើងត្រូវដាក់សំឡេងលើ នេះសំឡេងលើអក្សរ នេះណាអានេះ xiao xiao អញ្ចឹងយើងមាន xiao នេះសំឡេងទី4xiao អញ្ចឹងឃើញអក្សរ a នេះអញ្ចឹងឃើញ a ដាក់លើ a ហ្នឹងអានេះ a អញ្ចឹងឃើញ a ដាក់លើសំឡេង a ដាក់លើ a ហើយ iu នេះ iu នឹងចាំកន្លែងហ្នឹង iu ហើយនឹង ui អាពីរហ្នឹងអាមួយណានៅក្រោយដាក់សំឡេងលើមួយហ្នឹងណាដូចអក្សរ iu មានតែពីរហ្នឹងលក្ខខណ្ឌពិសេសមាន i និង u ហ្នឹងបើ iu អក្សរ u នៅក្រោយគេដាក់លើ u ប៉ុន្តែបើ ui អក្សរពីរហ្នឹងស្រាក់ i និងស្រាក់ u តែពីរហ្នឹងអាណានៅក្រោយដាក់លើហ្នឹងមួយហ្នឹងលក្ខខណ្ឌវាចាំឡើងហ្នឹងនេះ nu អូខេ ou ឃើញយោញ៉ា o នៅពីមុខ u អញ្ចឹងយើងរៀបតាមលំដាប់លំដោយហ្នឹងណាបានន័យថាបើក្នុងស្រៈហ្នឹងយោហ្នឹងវាមានតែស្រៈ o ហើយនិងស្រៈ u ទេអាណានៅមុខ o នេះវានៅមុខ u អញ្ចឹងត្រូវដាក់សំឡេងលើ o ណាអូខេតែប៉ុណ្ណឹងក្នុងការដាក់លេខហើយលោកសិស្សអានឲ្យស្ដាប់ណាមកអានេះ学មកស្រួយណា学校帮忙篮球女儿游泳手表终于公司时间身体考试国家报纸好吃谢谢客气ណាអញ្ចឹងគ្នាយើងអាចទៅមើលមេរៀនតកតងមួយស្រៈផ្សេងៗអាចនៅរបៀបប្រកបណាអត់យល់ចាំសួរហើយនេះយើងអាចចាក់ស្ដាប់បានណានៅចំណុច028ណាតែមកឥឡូវយើងមកមើលតកតងជាមួយនឹងអក្សរមួយទៀត
អក្សរនេះអញ្ចឹងយើងមិនខ្វល់ទេយើងចាំតែនេះបានអានេះគេមិនដែលប្រើទេបានន័យថាអីអានេះគេទៅសេទាំងអស់អានេះគឺកាត់អញ្ចឹងយើងយកតែនេះមកប្រកបបានហើយតាមខ្វល់មុខទេនេះគឺស្រៈអីយើងនិយាយហើយនៅក្នុងគម្ពីរគឺអានេះគឺស្រៈអាយុស្រៈអ៊ីវ UI ស្រៈអ៊ុយ UN UN នេះគឺស្រៈអ៊ុនណាអញ្ចឹងអានេះគឺអ៊ីវអ៊ុយអ៊ុនមកហើយយើងមកប្រកបដល់គ្នាយើងមកប្រកបដល់គ្នាអានដល់គ្នាអូខេ ចឹងពាក្យទី1យើងអានថាសៀវស៊ីអ៊ីវសៀវនេះស្រៈអ៊ីវស៊ីអ៊ីវសៀវសៀវស៊ីណាសៀវស៊ីអានេះសើអ៊ុយស្រៈអ៊ុយ UI ស្រៈអ៊ុយចឹងសើអ៊ុយសួយលេខទី4អានថាសួយជីអោចៅលេខទី4ដែរសួយចៅសួយចៅនេះលអ៊ុនលុនលេខទី2អានថាលុនលុនណាលុនឈ្វាន់ទុកណានាវណាយភីជាវអាងគួយណាអាងនេះ ang អានថាអាងណា ang អញ្ចឹងលេខទី2អានថាអាងគួយកើអ៊ុយគួយណាអាងគួយលាវយានលអ៊ីវលាវយានអូខេលាវយានខាយហ៊ុយថៅលុនណាធ្វើឲ្យថៅលអ៊ុនលុនថៅលុនជើអ៊ូជូឈីអ៊ីវឈៀវជូឈៀវណាជូឈៀវលុនតុនលអ៊ុនលុនលុនលេខទី2អានលុនតុនណានេះគឺណាអត់មាន C ណាមិនសើ EC ប្រាប់ទៀតកន្លែងហ្នឹងគឺស្រៈពេញតួគឺយើងអានតែបញ្ជនជាអ្នក SA ចឹងណាអញ្ចឹងអានថាឈើរុនអូខេនេះឈើអានឆានលេខទីអានឆានខួយណាឈើអ៊ុយសួយកើអ៊ွာគួសួយគួលេខទី2ទាំងពីរអាមុខដូរទៅយើងលេខទី2លេខទី3ទាំងពីរ sorry សំទោសណាលេខទី3ទាំងពីរអាពីមុខដូរទៅយើងលេខទី2អញ្ចឹងយើងអានថាសួយគួថៅជួយសុនលីអានេះเราគ្រាន់អានឲ្យគ្នាស្ដាប់អញ្ចឹងបើអត់ច្បាស់ទេឬក៏យើងអានចង់តង់គឺយើងទៅមើលនៅផ្នែក029 like link នេះគឺយើងចាក់ស្ដាប់បាននៅក្នុងក្រុមមានហើយណាមកឥឡូវយើងមកដល់ពាក្យមួយទៀតគឺចំណុច02មេរៀនទី2ចំណុចទី10កន្លែងនេះចាក់ស្ដាប់បានដែរពាក្យប្រើប្រាស់នៅក្នុងថ្នាក់រៀនមកឥឡូវយើងបេះពាក្យទី1គឺតាខែស៊ូតាខែស៊ូបើកសៀវភៅណាតាខែស៊ូ open your book ណាតាខែស៊ូបើកសៀវភៅតាខែបើកស៊ូសៀវភៅណា请大声读请សូមតាសឹងឲ្យខ្លាំង读អានណា请大声读សូមអានឲ្យខ្លាំងណា请大声读សូមអានឲ្យខ្លាំងមក再读一遍បានន័យថាសូមអានម្ដងទៀតណា再读一遍សូមអានម្ដងទៀតណាចៃនេះ again ទូចៃនេះម្ដងទៀតទូអាន一遍មកម្ដងណាតា一起读一起នេះ together 一起នេះបានន័យថាទាំងអស់គ្នាទូអាន一起读បានន័យថាអានទាំងអស់គ្នាណាមកមួយទៀតពេលយើងចង់សួរគ្រូថាមានសំណួរអត់មានបញ្ហាអីអត់អញ្ចឹងយើងប្រើពាក្យថា有问题吗有问题吗有នេះមាន问题សំណួរ吗ដែរឬទេ有问题吗មានបញ្ហាដែរឬទេឬក៏មានសំណួរដែរឬទេណាមកសើអានដល់ទៀត打开书请大声读再读一遍一起读有问题吗អូខេមកអញ្ចឹងអាហ្នឹងហើយបន្តមកទៀតយើងចូលដល់រៀនតាក់ទងជាមួយនឹងហានជឿពីហត់ណាគំនូសនៅក្នុងភាសាចិនអញ្ចឹងថ្ងៃហ្នឹងយើងរៀនចំនួន3ទៀតគំនូសអញ្ចឹងគំនូសបែបនេះគ្នាគេគូមកអញ្ចឹងហឹងយើងរៀនថ្ងៃមុនហើយហឹងហ្នឹងគឺបានន័យថាដេកជឿនេះកាត់អញ្ចឹងហឹងជឿហ្នឹងបានន័យថាដេកហើយកាត់អក្សរជឿនេះគឺកាត់អក្សរជឿហ្នឹងបានកាត់កន្លែងកោងអញ្ចឹងឈ្មោះវាគឺហឹងជឿបកខ្មែរបកថាដេកកាត់ហ្នឹងបន្ទាត់ដេកកាត់ហ្នឹងមកមួយទៀតអានេះគឺស៊ូហ្នឹងស៊ូបានន័យប្រឈស៊ូជឿហ្នឹងគឺកាត់អញ្ចឹងបានន័យប្រឈកាត់ចុះមកណាអាស៊ូជឿឈ្មោះវាបានន័យថាបន្ទាត់ប្រឈហើយកាត់មកមួយទៀតស៊ូកោបានន័យថាប្រឈហើយឆ្កឹះហ្នឹងកោហ្នឹងហុកដូចឆ្កឹះហ្នឹងដូចផ្លែស្ទូចហ្នឹងឃើញណាអូខេអញ្ចឹង
ហ្នឹងយើងមើលឲ្យយល់សិនទៅក៏ចំណាំទៅសិនទៅគំនុំអញ្ចឹងចិនគំនុំបូកចូលគ្នាទៅខ្លាយទៅជាអក្សរចិនហើយយកគំនុំមួយបូកចូលគ្នាក្នុងការរៀនអក្សរចិនគំនុំបូកចូលគ្នាទៅជាអក្សរចិនណាមកឥឡូវយើងមកមើលយល់បងប្អូននេះឥឡូវគេឧទាហរណ៍នេះអញ្ចឹងខោនេះមាត់ណាអញ្ចឹងអក្សរពីដើមគេគូសដូចរូបមាត់យើងអញ្ចឹងមានតាតនឹងយ៉ាងចានេះពីដើមមកដូចគ្នាអញ្ចឹងដូចមាត់ណាគេណាឃើញគូមកដូចមានតាតមួយឲ្យមាត់យើងអញ្ចឹងអាហ្នឹងគឺឥឡូវយើងប្រើពាក្យថាខោអញ្ចឹងយើងឃើញនេះខោហ្នឹងគុំពីគំនូសចំនួន3ដើម្បីបានចេញជាអក្សរមាត់នឹងមួយអញ្ចឹងអក្សរឧទាហរណ៍គ្នាយើងមើលនេះដូចអក្សរមាត់ហ្នឹងអញ្ចឹងអក្សរខោហ្នឹងទី1វាមានគំនូសនេះបូកចូលគ្នាគំនូសទី2គំនូសនេះហើយគំនូសទី3គឺដេកអញ្ចឹងបានន័យថា3គំនូសហ្នឹងចូលគ្នាបានទៅជាអក្សរចិនមួយគេផ្គុំអញ្ចឹងអក្សរចិនឥឡូវគឺការផ្គុំគំនូសចូលគ្នាទៅជាអក្សរអញ្ចឹងយើងយក3នេះមកផ្គុំចូលគ្នាមកទី1ទី2ហើយមួយទៀតចេះមកពីលើចុះក្រោមពីឆ្វេងស្ដាំក្នុងការផ្សេងអក្សរចិនគុំទៅវាបានទៅចេញជាអក្សរចិនអញ្ចឹងយើងមើលអក្សរនេះដូចជារូបភាពអញ្ចឹងដូចរូបភាពហ្នឹងដូចរូបភាពហ្នឹងតែគេគូអក្សរចិនពីដើមដល់ផ្សេងប្រាប់គ្នាយើងហើយអក្សរចិនពីដើមគឺជារូបភាពមកដល់ឥឡូវបានតែពីដើមមកគឺចិនអក្សរកកើតដំបូងគឺវាគូហុកមកដើម្បីចំណាំណាគូហុកណាចិនបន្ទាប់មកដល់សម័យឥឡូវនេះគឺចុងក្រោយនេះគឺវាប្រែប្រួលទៅជាពីរូបរាងមកជាគំនុសការផ្គុំគំនុសចូលគ្នាខ្លាយទៅជាអក្សរចិនណាពីដើមគឺគូរូបតែម្ដងប្រវត្តិនៃអក្សរចិនគឺគេគូរូបណារូបទេអក្សរចិនគឺរូបទេណាហើយអាភិញអ៊ីងដែលយើងរៀននេះគឺគេបង្កើតមកក្រោយគេស៊ីញយកពុកអក្សរឡាតាំងដើម្បីបង្កើតទេពីមុនមកអត់មានទេណាហ្នឹងភិញអ៊ីងហ្នឹងជំនាន់សម័យចិត្តជាងអីគឺចិនអត់មានភិញអ៊ីងទេគឺរៀនសូត្រមករៀនចិនគឺរៀនទន្ទិញរៀនចំណាំតែមកដូចចំណាំមនុស្សម្នាក់អញ្ចឹងណារៀនចិនណាអូខេអានេះអក្សរភ្នំអញ្ចឹងសាននេះភ្នំនេះអញ្ចឹងគេគូដូចភ្នំរូបភ្នំនឹងឡើងចុះចេះមកទៅជាភ្នំអញ្ចឹងរូបពីដើមគឺសេបែបហ្នឹងគំនុសមួយហើយអាហ្នឹងវាគុំបានចេះអានេះគ្រាន់តែកន្លែងផ្នែកមួយនេះគ្រាន់តែគេឲ្យយើងយល់ថាអក្សរចិនវាប្រវត្តិនេះពីវត្តពីណាមកណាតែប៉ុណ្្នឹងទេណាអញ្ចឹងអក្សររៀងលឿនតិចអាហ្នឹងក៏ឲ្យយើងយល់ទៅបានអក្សរស្រាវទូចនេះអញ្ចឹងអក្សរពីដើមវាសេបែបនេះអញ្ចឹងវាវិវត្តមួយទៅតាំងពីសម័យដើមមកដល់ឥឡូវវាបំរែបំរួលទៅជាចុងក្រោយនេះណាអក្សរពុនេះក៏អញ្ចឹងដែរហ្នឹងគឺវាបំរែបំរួលពីដើមអញ្ចឹងពីដើមគឺទៅសេមកវិកវិមដូចធនជ័យនិយាយអញ្ចឹងណាអក្សរចិនដូចជើងក្តាមអក្សរចាមដូចជើងឆ្កែអក្សរខ្មែរដូចបោះពុំយើងមិនធ្លាប់មើលធនជ័យដឹងណាហ្នឹងអញ្ចឹងគឺអក្សរចិនវាដូចរូបភាពអញ្ចឹងដូចជើងដូចញ៉ែញ៉ៃគឺដូចគូហុកអញ្ចឹងមិនមែនជាការប្រកបជួបគ្នាទេអក្សរចិនណាគឺជារូបភាពនេះគឺការសរសេររបស់វាមួយណាឥឡូវអូខេយើងចប់បាត់ហើយមេរៀនទី2អញ្ចឹងមេរៀនទី2យើងដល់កន្លែងហ្នឹងអញ្ចឹងនៅក្នុងមេរៀននីមួយវានឹងបែងចែកចេញជាការសន្ទនាចេញជាការបញ្ចេញសលេងហើយនឹងមេរៀនបន្ទាប់ទៀតនឹងមានជាវេយ្យាករណ៍ហ្នឹងបាទគេរៀនឲ្យ full ហ្មងមិនមែនរៀនតែសន្ទនាទេមានរៀនទាំងអស់មានទាំងពាក្យមានទាំងសន្ទនាមានទាំងឲ្យចេះយល់ថាអក្សរចិនមកពីណារៀនទាំងការបញ្ចេញសលេងរៀនទាំងវេយ្យាករណ៍ណាអក្សរហ្នឹងគឺវាពេញលេញសភៅហ្នឹងគឺជាសភៅដែលរដ្ឋចិនគាត់ធ្វើផ្ទាល់ពេលដែលយើងចង់ទៅចិនទៅរៀនអាហាររដ្ឋចិនគឺគេយកស្តង់ដារសភៅដែលយើងពងរៀនហ្នឹងណាបាទអរគុណច្រើនសម្រាប់ការតាមដានអញ្ចឹងគ្នាយើងខំមើលខំរៀនណាភាសាចិនគឺឱកាសការងារច្រើនបាទ